រៀនប្រើពេលវេលាបាទក្នុងឆាកជីវិតរបស់មនុស្សយើងម្នាក់ពេលវេលាដែលមានសម្រាប់ការរស់នៅវាពិតជាខ្លីសម្បើមណាស់បាទដែលមិនគួរឲ្យយើងរស់នៅដោយសេចក្តីប្រមាទឡើយបាទមនុស្សគ្រប់គ្នាមានពេលវេលា24ម៉ោងដូចគ្នាក្នុងមួយថ្ងៃបាទសម្រាប់ផ្ដល់ការរស់នៅអ្នកខ្លះក៏ចេះប្រើឲ្យមានប្រយោជន៍ហើយអ្នកខ្លះទៀតក៏ប្រើមិនជាប្រយោជន៍ក៏មានច្រើនដែរពេលវេលាពិតជាមិនអាចមានអ្វីកាត់ថ្លៃបានឡើយហេតុនេះជួយយើងប្រើពេលវេលាឲ្យក្នុងមួយថ្ងៃហ្នឹងឲ្យទៅធ្វើអ្វីដែលមានប្រយោជន៍ដល់ខ្លួនឯងនិងសង្គមជាតិឲ្យបានច្រើនតាមដែលអាចធ្វើទៅបានពេលវេលានៃជីវិតរបស់យើងគឺមិនអាចយកប្រាក់កាសមកទិញដូរបានទេបាទព្រោះវាមានតម្លៃពុំអាចកាត់ថ្លៃបានឡើយពីមួយថ្ងៃទៅមួយថ្ងៃពេលវេលាបានទំពាស៊ីនៅអាយុជីវិតរបស់យើងអស់ម្ដងមួយថ្ងៃដែរដូច្នេះតើយើងគួរទេដែលត្រូវបណ្ដោយឲ្យពេលវេលានៃជីវិតរបស់យើងកន្លងទៅដោយមិនធ្វើអ្វីសោះនោះការធ្វើបែបនេះវាពិតជាមិនសមគួរដល់ការលះបង់ឡើយត្បិតថាពេលវេលារបស់មនុស្សមានប្រហាក់ប្រហែលគ្នាក៏ពិតមែនក៏ប៉ុន្តែនៅតែមានមនុស្សជាច្រើនប្រើពេលវេលាក្នុងការរស់នៅមិនមានតុល្យភាពសម្រាប់ជីវិតដោយពួកគេប្រើពេលវេលាដ៏ច្រើនលិះលប់ក្នុងមួយថ្ងៃចំណាយទៅលើរឿងឥតប្រយោជន៍ស្ទើរតែ2ភាគ4ក្នុងមួយថ្ងៃទៅហើយណាយើងគ្រប់គ្នាតែងតែសើជីវិតបុគ្គលដែលជោគជ័យក្នុងឆាកជីវិតណារបស់ពួកគេដូចជា Bill Gates, Einstein, Jack Ma ឬ Socrates ជាដើមហើយយើងតែងតែឆ្ងល់ថាហេតុអ្វីបានជាពួកគេអាចធ្វើបានហេតុអ្វីបានជាពួកគេនឹងមានវាសនាល្អម្ល៉េះហេតុអ្វីខ្ញុំមិនអាចធ្វើបានដូចពួកគាត់អញ្ចឹងវាពិតជារឿងដែលគួរអស់សំណើចប្រសិនបើយើងគិតបែបនោះក្នុងលោកនេះហេតុទាំងឡាយមិនអាចកាត់ឡើងដោយគ្មានអំពើណាមួយកាត់ឡើងលើវានោះឡើយប្រៀបដូចជាម៉ូតូដែលមិនអាចទៅមុខបានបើសិនបើគ្មានសាំងឬវានឹងមិនអាចមានពេលថ្ងៃបើសិនបើគ្មានពេលយប់សំណាងមកពីពាក្យថាសាងហើយនៅពីក្រោយជោគជ័យរបស់បុគ្គលិកទាំងនោះគឺការចេះប្រើពេលវេលាក្នុងមួយថ្ងៃរបស់ពួកគាត់ឲ្យបានត្រឹមត្រូវសម្រាប់សាងនៅភាពជោគជ័យឲ្យកើតឡើងបើសិនបើយើងចង់ទទួលបាននៅភាពជោគជ័យចង់មានការផ្លាស់ប្ដូរដំបូងយើងត្រូវតែជាអ្នកជោគជ័យក្នុងការប្រើប្រាស់ពេលវេលាយើងជាមុនសិនព្រោះថាមានតែការបែងចែកពេលវេលាបានត្រឹមត្រូវប៉ុណ្ណោះទេទើបអាចផ្លាស់ប្ដូរជីវិតរបស់យើងទៅរកមាគ៌ានៃភាពជោគជ័យបានជាការពិតណាស់ការប្រើពេលវេលាឲ្យមានប្រសិទ្ធភាពគឺជាអ្វីដែលមនុស្សត្រូវធ្វើបើសិនបើអ្នកចង់បានការអភិវឌ្ឍចំពោះខ្លួនឯងដូច្នេះក្នុងរយៈពេល24ម៉ោងអ្នកគួរតែបែងចែកពេលវេលាបានសមស្របសម្រាប់ខ្លួនឯងឧទាហរណ៍ថាទី1ម៉ោងសម្រាប់ដេកក្នុងមួយថ្ងៃយើងគ្រប់គ្នាបានចំណាយពេលវេលាសម្រាប់គេងជាទូទៅពី6ទៅ8ម៉ោងក្នុងមួយថ្ងៃការគេងគឺមិនអាចអត់បានឡើយដូច្នេះចូលឲ្យគូក្បាលរបស់យើងសម្រាប់បានគ្រប់គ្រាន់យ៉ាងហោចណាស់ឲ្យបានត្រឹម6ម៉ោងក្នុងមួយថ្ងៃដែរមួយទៀតគឺពេលវេលាសម្រាប់ធ្វើការមនុស្សគ្រប់គ្នាត្រូវតែធ្វើការព្រោះមានតែការធ្វើការទេទើបអាចផ្លាស់ប្ដូរជីវិតយើងឲ្យមានភាពល្អប្រសើរបានព្រោះការធ្វើការវាអាចរកប្រាក់ចំណូលឲ្យយើងបានហើយវាជាមធ្យមយើងប្រើពេលវេលាអស់រយៈពេល8ម៉ោងក្នុងថ្ងៃសម្រាប់ធ្វើការងារក្រៅពីការធ្វើការសម្រាកដំណេកពេលវេលានៅសល់ជួលយើងគួរធ្វើអ្វីមួយដែលជាប្រយោជន៍ចំពោះខ្លួនឯងនិងសង្គមជាតិដូចជាការចែករំលែកចំណេះដឹងបទពិសោធន៍ជីវិតល្អៗដែលយើងបានជួបប្រទេសនៅទៅកាន់ជនជំនាន់ក្រោយឲ្យបានសិក្សាដោយប្រើមធ្យោបាយផ្សេងៗតាមអាចធ្វើទៅបានជាពិសេសនោះគឺយើងអាចចែករំលែកតាមបណ្ដាញសង្គមនានាបានហើយត្រូវចូលរួមរាល់សកម្មភាពផ្សេងៗក្នុងសង្គមឲ្យបានច្រើនតាមដែលអាចធ្វើទៅបានមួយទៀតនេះការសិក្សាបន្ថែមមនុស្សយើងតែងតែប្រហែសចំពោះខ្លួនឯងដោយយើងតែងតែផ្ដល់ចំណីអាហារដែលរាងកាយតាមអ្វីដែលវាត្រូវការប៉ុន្តែយើងមិនបានសូវជាបានផ្ដល់នៅចំណេះដឹងដល់គូក្បាលរបស់យើងនោះឡើយដូច្នេះចូលចំណាយពេលវេលាខ្លះក្នុងមួយថ្ងៃរបស់អ្នកសម្រាប់ការអានសៀវភៅឬរៀនសូត្រនៅអ្វីផ្សេងដែលថ្មីសម្រាប់ខ្លួនឯងមួយទៀតគឺផ្ដល់ពេលវេលាសម្រាប់ដល់ខ្លួនឯងអ្នកគូមានពេលខ្លះក្នុងការហាត់ពុតចិត្តរបស់អ្នកឲ្យស្ងប់កុំឲ្យមានការរវល់រវាយមនុស្សម្នាក់រវល់ជាខ្លាំងនៅក្នុងមួយថ្ងៃយើងបានប្រើប្រាស់រាងកាយនិងខួរក្បាលស្ទើរតែគ្មានពេលសម្រាប់ពេលខ្លះក៏ជួបរឿងត្រូវចិត្តពេលខ្លះទៀតក៏ជួបរឿងដែលខកចិត្តជាដើមចិត្តក៏ជួបប្រទះអារម្មណ៍ជាច្រើនដែលធ្វើឲ្យយើងមិនស្ងប់ចេះតែនឹករំពៃដល់អារម្មណ៍ទាំងនោះជាហេតុធ្វើឲ្យលោកអ្នកកាត់ក្តីក្រវល់នឿយហត់ឬធុញថប់ជាដើមដូច្នេះចូលផ្ដល់ព
ពេលវេលាសម្រាប់អប់រំចិត្តរបស់អ្នកឲ្យមានលំនឹងដោយធ្វើសមាធិតាមដានដង្ហើមខ្យល់ចេញចូលដើម្បីទូបាននៅភាពស្ងប់សុខដល់ចិត្តបានខ្លះបន្ទាប់ពីចំណាយលើសកម្មភាពទាំងនេះរួចហើយលោកអ្នកក៏នៅសល់ពេលវេលាខ្លះទៀតផងដែរហេតុនេះជួបជាយើងធ្វើលំហាត់ប្រាណជាប្រចាំដើម្បីរាងកាយមានសុខភាពមាំល្អមាំមួនម្យ៉ាងទៀតត្រូវចំណាយពេលខ្លះមានជួបជុំគ្រួសារមិត្តភក្តិឬអ្នកជុំវិញខ្លួនដើម្បីបង្កើនចំណងមិត្តភាពបានល្អប្រសើរព្រមទាំងត្រូវចំណាយពេលវេលាដើរលំហែកាយដើម្បីកាត់បន្ថយភាព stress ដែលកើតចេញពីការធ្វើកិច្ចការផ្សេងៗផងដែរបើសិនបើអ្នកធ្វើបែបនេះបាននោះជីវិតនឹងពោពេញទៅដោយសេចក្តីសុខនិងភាពស្រស់ស្រាយរៀងរាល់ថ្ងៃពេលវេលានៅមានគូហ៊ានធ្វើល្អសាងចិត្តស្មោះសរកំដរជីវិតណាខិតខំសិក្សាអភិវឌ្ឍគំនិតនោះទៅជីវិតបានសុខខាពេលវេលារបស់យើងមានតម្លៃអាស្រ័យទៅលើយើងចេះប្រើឲ្យកើតជាគុណប្រយោជន៍ហើយវាមានគុណតម្លៃណាស់มันអាចទិញដូរដោយប្រាក់ឡើយដូច្នេះជួយយើងទាំងអស់គ្នាប្រើពេលវេលាឲ្យកើតជាប្រយោជន៍ដល់ខ្លួនឯងនិងសង្គមជាតិទាំងមូល